ឬក៏មកគេអាងយកកាឡាម៉ាសូតតែព្រះអង្គបង្ទាន់កុំឲ្យអាចជឿនេះគឺព្រះអង្គសំដៅទៅលើពួកវិជារបស់ពួកតាបោះពួកអ្នកអូតថាខ្លួនឯងជាព្រះអរហន្តឯណោះតែពាក្យព្រះសម្មាសម្ពុទ្ធអ្នកទាំងឡាយក៏បីជឿពីព្រោះជាស្វាខតធัวធัวដែលបរិសុទ្ធពេញបរិបូរណ៍មិនមានលឹះមិនមានខ្វះអ្នកក៏បីអ្នកទាំងឡាយក៏បីជឿឲ្យប្រតិបត្តិធ្វើជាច្បាស់ជឿហើយយកទៅប្រតិបត្តិឲ្យជាច្បាស់មិនមែនតែប្រតិបត្តិព្រោះឲ្យចាំជឿទេមិនមានទេមនុស្សតែកាលណាអត់មានការជឿជាខាងដើមហើយប្រតិបត្តិមិនកើតទេអត់មានសទ្ធាការជឿទេអត់ទៅប្រតិបត្តិកើតធัวទេយើងមើលនៅក្នុងឥន្ទ្រីទាំង5សទ្ធិន្ទ្រីត្រូវមានសទ្ធាសិនសទ្ធាទីនេះគឺជឿនឹងឯងជឿថាមេរៀនដែលព្រះអង្គសម្ដែងគឺត្រាស់ដឹងមែនសត្វទាំងឡាយរួចចាត់ទុកដោយវិធីនឹងមែនអញទៅធ្វើឲ្យជាច្បាស់សិនដល់ពេលយើងជាច្បាស់ហើយនោះបានញៀនយើងកើតឡើងបានឃើញច្បាស់ថាដែលព្រះអង្គសម្ដែងថាអត់បានស្ដាប់ពីអ្នកដតីអេហិបស្សកោនោះជាអេហិបស្សវិធីដែលបុគ្គលធ្វើដោយខ្លួនឯងជាច្បាស់ដោយខ្លួនឯងមិនមែនឮតាមគេមិនមែនស្ដាប់តាមគេវេតិតពោវិញ្ញោហិវិញ្ញោជនទាំងឡាយដឹងច្បាស់ដោយខ្លួនឯងក្នុងខណៈហ្នឹងអានឹងញៀនខ្លួនឯងកើតឡើងប៉ុន្តែអ្នកទាំងអស់ត្រូវតែអាស្រ័យសវនៈការស្ដាប់ការជឿពាក្យទូលមានរបស់អង្គជាខាងដើមសិនហើយយើងយល់ច្រឡំអាកន្លែងនេះឯងយើងថាំងសំបីពាក្យព្រះអង្គដែរយើងកុំជឿព្រះអង្គឲ្យជឿទេកន្លែងណាព្រះអង្គឲ្យជឿពាក្យព្រះអង្គបើមិនជឿពាក្យព្រះអង្គបានន័យថាព្រះអង្គថាដឹងមកគួរយកអីបើយើងមិនជឿពាក្យព្រះអង្គនេះយើងចាំជឿពាក្យខួរក្បាលខ្លួនឯងនេះអញ្ចឹងបានន័យថាយើងប្រើខួរក្បាលខ្លួនឯងគិតស្វែងរកធម៌បានត្រាស់ដឹងខ្លួនឯងអានឹងព្រះវិជ័យកពុទ្ធបាត់ហើយនេះយល់ច្រឡំច្រើនណាថ្មជជែកថ្ងៃមុនដោយសារលោកនិយាយរឿងហ្នឹងលោកនិយាយថាសំបីពាក្យតថាគតក៏ដោយកុំអោយជឿព្រះអង្គសម្ដែងហើយថាមនីបិក្ខុទាំងឡាយសំបីពាក្យតថាគតក៏អ្នកកំតិនអាចជឿតាមព្រះអង្គសម្ដែងកន្លែងណាយកមកបង្ហាញមកយកគម្ពីរមកបង្ហាញមកឬក៏មួយនិយាយតគ្នាដល់ពេលសួររកគម្ពីរលោកអត់ដឹងនៅកន្លែងណាផងនោះនិយាយតគ្នានោះអាចថាយកពីកាឡាម៉ាសូតហើយកាឡាម៉ាសូតដែលព្រះអង្គឲ្យជឿអ្នកបេកុទាំងឡាយកុំជឿត្រឹមតែពាក្យគ្រូកុំជឿត្រឹមតែគម្ពីរទីនោះមិនមែនសំដៅលើបៃដកទេណាអ្នកទាំងឡាយកុំជឿត្រឹមតែគម្ពីរនោះគឺសំដៅទៅលើពួកគម្ពីរពួកណាពួកអាចែលពួកនិតិរដ្ឋ័យពួកនិក្រូនេះណោតែព្រះអង្គសម្ដែងនៅក្នុងកាឡាម៉ាសូតកណ្ដុងព្រះអង្គសម្ដែងកណ្ដុងសុទ្ធតែបៃដកកើតនៅញាតិញោមបៃដកកើតឯនៅដែលព្រះអង្គសុទ្ធតែដែលព្រះអង្គសម្ដែងតាមនេះកាឡាម៉ាសូតទាំងឡាយមនាកាឡាមនាមលកស័តទាំងឡាយកាឡាមកស័តទាំងឡាយអ្នកទាំងឡាយកុំជឿដោយហេតុត្រឹមតែគម្ពីរដែលព្រះអង្គថាឲ្យជាគម្ពីរតើពាក្យដែលព្រះអង្គសម្ដែងកណ្ដហ្នឹងតើបៃដកកើតហើយនៅគម្ពីរបៃដកកើតហើយនៅគម្ពីរបៃដកមិនទាន់កើតទេអញ្ចឹងបានន័យថាព្រះអង្គមិនបានសំដៅទៅលើគម្ពីរបៃដកទេគឺព្រះអង្គសំដៅទៅលើពួកគម្ពីរពួកសាសនាដទៃឯណោះបានជាព្រះអង្គសម្ដែងនៅក្នុងនោះហើយបានកើតជាសូត្រមកដល់សប្តាហ៍ថ្ងៃមកយើងសរសេរជាគម្ពីរមកក៏យើងព្រះអង្គហាមមិនអោយជឿពាក្យគម្ពីរមិនអោយជឿគម្ពីរស្បតែពាក្យព្រះអង្គដែលព្រះអង្គបានយល់ខុសខ្លះហ្នឹងធ្ងន់តែតែមិនវិភាគមិននាំញ៉ៃញាតិញោមច្រឡំហ្នឹងព្រះអង្គអោយមិនអោយជឿពាក្យព្រះអង្គទេអោយយើងធ្វើអោយយើងគិតឲ្យច្បាស់សិនបើអត់ជឿចាប់បដ ாய் ហ្នឹងមិនឆាតទេញាតិញោមអត់ជឿព្រះអង្គមិនឆាតទេមិនឆាតទេញោមមើលមកអត់ជឿការត្រាស់ដឹងរបស់ព្រះអង្គអត់ជឿលើពិធរអត់ជឿលើព្រះសង្ឃមិនឆាតទេហើយទៅបប្រតិបត្តិធម៌មិននេះយល់ច្បាស់លេងហ្នឹងអំវិញងាប់